នជាហូបខុសពេលនោះនឹងបង្កគ្រោះថ្នាក់ដល់រាងកាយយ៉ាងធ្ងន់ធ្ងរអ្នកទាំងអស់គ្នាដឹងឬអត់ថាគ្រាន់តែអ្នកហូបទឹកមួយកែវមុនពេលដែលចូលគេងភ្លាមអាចផ្លាស់ប្ដូរថ្នាំពិសេសคล้ายទៅជាថ្នាំពិសដែលបង្កគ្រោះថ្នាក់ដល់រាងកាយកម្រិតណាភាគច្រើនយើងតែងតែត្រូវបានគេបង្រៀនថាញ៉ាំទឹកឲ្យបានច្រើនគឺនឹងជួយឲ្យសុខភាពល្អនឹងធ្វើឲ្យស្បែកមានសំណើមគ្រប់យ៉ាងគឺត្រូវអត់មានអ្វីខុសទេគ្រាន់តែថាបើសិនជាទឹកវាហូរចូលទៅកាន់ក្រពះពោះវៀនរបស់យើងខុសពេលវេលាវានឹងបង្កហើយក៏ធ្វើឲ្យប្រព័ន្ធខាងក្នុងនៃរាងកាយធ្វើការធ្ងន់ធ្ងរខ្លាំងឡើងចូលទៅជ្រៅដល់ក្នុងខួរក្បាលរបស់យើងមានអរម៉ូនមួយដែលមានឈ្មោះថា hypothalamus ដែលមានតួនាទីក្នុងការមើលថែត្រួតពិនិត្យការដំណើរការនៃជីវិតរបស់យើងឬហៅថា circadian rhythm រហូតគ្រប់ពេលនៅពេលដែលព្រះអាទិត្យលិចហើយចាប់ផ្ដើមដល់ពេលត្រូវបិទភ្លើងខួរក្បាលនឹងបញ្ជាកូនចៅឲ្យស្ថិតនៅក្នុងកម្រិតមួយដែលត្រូវរក្សាថាមពលដើម្បីឲ្យរាងកាយអាចមានពេលសម្រាកបានយ៉ាងពេញទំហឹងហើយតួឯកដ៏សំខាន់បំផុតនៅយុគនេះគឺអរម៉ូនដែលមានឈ្មោះយ៉ាងពីរោះថា ADH ឬមានឈ្មោះពេញថា antidiuretic hormone ដោយ ADH នឹងត្រូវបានប្រឡែងចេញពីខួរក្បាលផ្នែកកណ្ដាលហើយមាននាទីក្នុងការដាក់ឆ្លងកាត់ចរន្តឈាមសំដៅទៅកាន់រោងចក្រក្នុងការកម្ចាត់សារធាតុពុលចេញឬហៅថាតម្រងនោមនឹងឯងដោយវានឹងទៅប្រាប់ភ្នាក់ងារឬក៏បុគ្គលិកដែលនៅខាងក្រោមថាយប់នេះហាមកម្ចាត់ទឹកចេញពីរាងកាយណាបិទទ្វារគ្រប់យ៉ាងទាំងអស់គ្រប់យ៉ាងគឺត្រូវ recycle ឡើងវិញដើម្បីធ្វើឲ្យការដំណើរការនៃឈាមប្រសើរឡើងដែលនេះហើយគឺជាគន្លឹះសំខាន់ដែលធ្វើឲ្យមនុស្សទូទៅអាចគេងលក់បានស្ងប់អត់ចាំបាច់ងើបឈឺនោមកណ្ដាលយប់ពេញមួយយប់ប៉ុន្តែភាពរញ៉េរញ៉ៃដូចជាព្យុះស៊ូណាមីក៏បានកើតឡើងសម្រាប់មនុស្សនៅក្នុងរាងកាយរបស់យើងភ្លាមនៅពេលដែលអ្នកសម្រេចចិត្តដាក់ទឹកចូលទៅក្នុងរាងកាយយ៉ាងពេញទំហឹងមុនពេលដែលចូលដេកបញ្ជាក់នៅថាគឺញ៉ាំទឹកច្រើនមែនតើមុនចូលគេងត្រឹមតែ 2-3 នាទីទឹកដ៏ច្រើនដែលអ្នកដាក់ចូលទៅក្នុងរាងកាយនឹងបំបែកខ្លួនទៅតាមជាលិកាឬក៏ចរន្តនៃការធ្វើការរបស់ឈាមធ្វើឲ្យការដំណើរការនៃឈាមក៏កាន់តែរញ៉េរញ៉ៃឡើងក៏ជាចំណុចដែលអាចធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ភ្លាមបានក្នុងពេលមួយរំពេចនៅពេលដែលខួរក្បាលឃើញថាអូគ្រោះថ្នាក់មកដល់ហើយក៏ចាប់ផ្ដើមមានការភ្ញាក់ផ្អើលក៏ចាប់ផ្ដើមបញ្ជាឲ្យចុច cancel ឬក៏គេហៅថាផ្អាកការធ្វើការរបស់អរម៉ូន ADH ភ្លាមដើម្បីឲ្យការធ្វើការរបស់តម្រងនោមគឺបញ្ជូនទឹកដែលនៅក្នុងរាងកាយចេញទៅភ្លាមគ្រប់យ៉ាងគឺវានឹងត្រូវធ្លាក់ទៅកាន់តម្រងនោមកាន់តែខ្លាំងឡើងដែលយើងហៅថាភ្នាក់ងារកម្ចាត់សារធាតុពុលចេញនោះដែលត្រូវខ្លួនឯងត្រូវការដេកឲ្យបានស្កប់ប៉ុន្តែមិនបានដេកបែរជាត្រូវធ្វើការ OT រហូតពេញមួយយប់ដោយពួកគេនឹងត្រូវធ្វើការកាន់តែច្រើនឡើងដើម្បីចម្រាញ់សារធាតុទឹកដែលមានលើសនៅក្នុងរាងកាយទៅកាន់ក្រពះពោះវៀនហើយក៏បញ្ចេញចោលឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបានរហូតធ្វើឲ្យផ្នែកគេហៅថាធុងស្តុកទឹកនៅក្នុងរាងកាយរបស់យើងស្ទើរតែផ្ទុះចេញមកហើយក៏បញ្ជាផ្ដល់ព័ត៌មានតាមរយៈនឺរ៉ូនវិញ្ញាណនាំទៅកាន់ខួរក្បាលថាធំលេខបានហើយយើងក៏ទៅបន្ទប់ទឹកដើម្បីបត់ជើងដែលអាការៈទាំងអស់នេះហើយវានឹងទៅកាត់បន្ថយការគេងរបស់អ្នកដែលអ្នកមិនអាចស្ថិតក្នុងលំដាប់មួយដែលហៅថា deep sleep ឬក៏គេងលក់បានស្កប់ជ្រៅបាននឹងឯងខួរក្បាលមិនបានឈប់សម្រាកបើទោះបីជាអ្នកមិនបានទៅងើបឈឺនោមប៉ុន្តែខួរក្បាលនៅតែធ្វើការនឹងហៅជាហេតុផលថាហេតុអីបានជាអ្នកងើបឡើងមកមានអារម្មណ៍ថាអស់កម្លាំងខ្លាំងឬក៏ភ្នែកប៉ោងធំភ្នែកហើមពីព្រោះថាការដែលធ្វើឲ្យតម្រងនោមធ្វើការខ្លាំងឡើងរៀងរាល់ថ្ងៃពីមួយយប់ទៅមួយយប់វានឹងធ្វើឲ្យជាលការមួយចំនួនធ្វើការកាន់តែច្រើនឡើងហើយក៏ចាស់មុនវ័យសំណួរគឺតើយើងនឹងហូបទឹកពេលណាទៅដើម្បីឲ្យជួយដល់ការធ្វើការរបស់តម្រងនោមកាន់តែល្អហើយត្រូវជាមួយនឹងពេលវេលាជីវិតដែលរាងកាយរបស់យើងគួរទទួលបានហើយអាចមានសុខភាពកាន់តែល្អប្រសើរឡើងបង្កើនការគេងឲ្យកាន់តែគេងលក់បានល្អអ្នកណាមិនចង់ឲ្យខ្លួនឯងងើបមកមានអារម្មណ៍ស្រស់ស្រាយល្អហើយអត់មានអារម្មណ៍ថាអស់កម្លាំងនឹងអាចគេងលក់បានស្ងប់កុំភ្លេចចុចតាមដាន account Safegrade ហើយយើងនឹងរងចាំវីដេអូក្រោយទាំងអស់គ្នាថាតើគួរធ្វើបែបណាដើម្បីឲ្យខ្លួនឯងអាចមើលថែសុខភាពទាំងតម្រងនោមហើយនឹងការគេងឲ្យបានកាន់តែប្រសើរឡើងចែករំលែកវីដេអូនេះទៅកាន់អ្នកដែលចូលចិត្តញ៉ាំទឹកនៅពេលយប់ផងណាជាពិសេសមុនពេលចូលគេង